សួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រធានបទមួយដែលសំខាន់ណាស់សម្រាប់ជីវិតរបស់យើងគឺការអភិវឌ្ឍខ្លួនឯងនៅក្នុងជីវិតប្រចាំថ្ងៃយើងគ្រប់គ្នាមានគោលដៅនិងក្តីសុបិនផ្សេងៗគ្នាប៉ុន្តែដើម្បីឲ្យយើងអាចសម្រេចបានគោលដៅទាំងនោះយើងត្រូវចាប់ផ្ដើមពីការកែលម្អខ្លួនឯងជាមុនសិនការអភិវឌ្ឍខ្លួនឯងមិនមែនមានន័យថាត្រូវធ្វើអ្វីធំធេងភ្លាមៗទេវាអាចចាប់ផ្ដើមពីរឿងតូចៗដូចជាអានសៀវភៅរាល់ថ្ងៃរៀនជំនាញថ្មីឬក៏រៀបចំពេលវេលាឲ្យមានប្រសិទ្ធភាពអ្វីដែលសំខាន់គឺភាពអត់ធ្មត់និងការបន្តបើអ្នកធ្វើអ្វីមួយតិចតួចជារៀងរាល់ថ្ងៃនៅថ្ងៃណាមួយអ្នកនឹងឃើញការផ្លាស់ប្ដូរយ៉ាងច្បាស់ចុងក្រោយនេះខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកស្ដាប់ទាំងអស់កុំភ័យខ្លាចក្នុងការចាប់ផ្ដើមទោះបីជាវាជាជំហានតូចក៏ដោយក៏វាជាជំហានដំបូងដ៏សំខាន់អរគុណសម្រាប់ការស្ដាប់ podcast របស់យើងជួបគ្នាថ្ងៃក្រោយទៀតបើអ្នកចង់បានប្រធានបទផ្សេងឧទាហរណ៍ស្នេហាជីវិតសិស្សធ្វើការងារឬកំប្លែងប្រាប់ខ្ញុំបានខ្ញុំនឹងសរសេរឲ្យតាមចិត្តអ្នកកើបស៊ី